ជំរាបសួរពុកម៉ែបងប្អូនដែលតែងនិយមតាមដាននៅ Channel សៀវភៅកំណត់ត្រាខ្មោចដោយថ្ងៃនេះខ្ញុំមានរឿងថ្មីមួយយកមកចែកជូនពុកម៉ែបងប្អូនជាការសន្តាប់ដោយមានចំណងជើងថារឿងខ្មោចសន្ធិដ្ឋខ្ញុំជឿជាក់ថាអ្នកទាំងអស់គ្នាពិតជាបានឬក៏ឃើញទៅហើយអំពីវិញ្ញាណសន្ធិដ្ឋគ្រាន់តែអ្នកខ្លះមិនជឿតែបើផ្នែកវិទ្យាសាស្ត្រគេថាម្នាក់នោះមិនមែនខ្មោចសន្ធិដ្ឋអីនោះទេវាគ្រាន់តែជាជំងឺស្កន់ជាន់ឬក៏វង្វេងស្មារតីតែប៉ុណ្ណោះដូចពាក្យចាស់ថាបើមិនជឿកុំប្រមាថបើអ្នកមិនជឿទេសូមកុំនិយាយប្រមាថព្រោះវាអាចនាំទុក្ខមហន្តរាយដល់ខ្លួនបានឥឡូវកុំឲ្យខាត់ពេលវេលាយូរយើងមកចូលសាច់រឿងយើងតែម្ដងដោយសាច់រឿងនេះកើតឡើងចំពោះក្មេងកំឡោះម្នាក់ឈ្មោះថាសុភាពជានិស្សិតទើបតែបញ្ចប់ការសិក្សាផ្នែកពេទ្យនៅទីក្រុងភ្នំពេញគាត់ជាមនុស្សដែលទាន់សម័យទៅភ្នំពេញតែប៉ុន្មានឆ្នាំត្រឡប់មកស្រុកកំណើតវិញចង់ភ្លេចស្រុកខ្លួនឯងនៅពេលត្រឡប់មកវិញអ្នកផ្ទះនិងអ្នកជិតខាងក៏ដូចជាអ្នកភូមិទាំងមូលពិតជាមានសេចក្តីសប្បាយចិត្តណាស់ព្រោះនៅក្នុងភូមិនេះពុំមាននរណាមានឱកាសបន្តការសិក្សារហូតចប់ Master នោះទេភាគច្រើនបានត្រឹមបាក់ឌុបរៀនមិនចង់ចប់ផងដោយសារតែជីវភាពក្រីក្រហើយសុទ្ធតែជាអ្នកស្រែចម្ការគិតថាមិនបាច់រៀនសូត្រខ្ពស់អីនោះទេបើគង់តែរកការងារក៏ពិបាកធ្វើព្រោះសម័យនេះគេទាល់តែមានខ្សែមានខ្នងទើបអាចសង្ឃឹមបានប៉ុន្តែសុភាពជាមនុស្សម្នាក់ដែលមិនគិតបែបនេះទេគេចង់បន្តការសិក្សាផ្នែកពេទ្យព្រោះគេបានឃើញម្ដាយរបស់គេតែងតែឧស្សាហ៍មានបញ្ហាសុខភាពជាប្រចាំថ្ងៃម្យ៉ាងនៅក្នុងភូមិគឺនៅឆ្ងាយពីទីរួមខេត្តអញ្ចឹងពិបាករកពេទ្យព្យាបាលណាស់ដោយមើលឃើញពីបញ្ហានេះទើបសុភាពបានពុះពៀរៀនសូត្ររហូតបានសម្រេចតាមបំណងប្រាថ្នាប៉ុន្តែក៏ត្រូវចំណាយច្រើនដែរដោយសារតែការសិក្សានៅភ្នំពេញធ្វើឲ្យគេប្រែប្រួលคล้ายជាមនុស្សទាន់សម័យពេកលែងចង់ស្គាល់អ្នកភូមិផងជាមួយគ្នាក្រោយពីត្រឡប់មកផ្ទះវិញបានប្រហែលជា5ថ្ងៃម្ដាយរបស់សុភាពមីងខៃកំពុងតែហូបបាយជុំគ្នាសុកស្រាប់តែគាត់ចាប់ដើមញ័រជើងញ័រដៃកន្ត្រាក់ភ្នែកសបញ្ឈរខំមាត់ខំធ្មេញរួចចង្អុលទៅនាយសុភាហើយនិយាយដោយកំហឹងថាហែងមើងងាយអញហែងមិនគោរពអញភ្លាមនោះប្អូនសុភានិងឪពុករបស់នាយសុភាបានឃើញពីស្ថានភាពក៏យល់ហើយក៏និយាយលួងទៅថាតើខឹងរឿងអីហើយនរណាគេដែលធ្វើឲ្យខឹងនាយសុភាក៏សួរទៅឪពុកទាំងឆ្ងល់ថាពុកសួរនរណាគេបើម៉ែគាត់ប្រហែលជាមានបញ្ហាអ្វីហើយចាំខ្ញុំពិនិត្យជីបចរនិងវាស់សម្ពាធឈាមឲ្យគាត់សិនពុកជួយនាំម៉ែទៅសម្រាកសិនទៅពេលដែលនាយពិនិត្យជីបចរហើយនិងវាស់សម្ពាធឈាមឃើញថាมันមានបញ្ហាអ្វីទេនាយក៏ឧទានឡើងថាទេជីបចរនិងសម្ពាធឈាមធម្មតាទេមិនក៏ម៉ែញ័រកន្ត្រាក់ម្លេះឪពុកនាយឃើញក៏ប្រាប់កូនថាម៉ែកូនឯងត្រូវខ្មោចចូលសន្ធិដ្ឋហើយប្រហែលជាខ្មោចខាងដូនតាហើយខឹងនឹងកូនឯងស្ដាប់ហើយនាយសុភាប្រុងតែនឹងសើចតែខំទប់កុំឲ្យឪពុកនិងបងប្អូនគិតថាខ្លួនសើចទៅកើតឃើញម្ដាយកំពុងតែពិបាកហើយភ្លាមនោះឪពុកនាយបានប្រើប្អូនទៅជួយហៅអ្នកជិតខាងមកមួយសន្ទុះក្រោយមកក៏មានចាស់មកជាច្រើនឈូឆរចោមរោមអ្នកខ្លះក៏អុជធូបជួយនិយាយបន់ស្រន់ខណៈនោះលោកយាយសយជាចាស់ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក៏ប្រាប់ទៅសុភាឲ្យទៅរកពងមាន់ថ្មីដែលទើបតែនឹងពងដំបងបាន2គ្រាប់មកសុភាក៏ចេញទៅរកតាមតម្រូវការដោយមិនយល់ថាគេយកពងមាន់នោះមកធ្វើអ្វីទេក្រោយពីរកពងមាន់បានហើយយាយសយក៏ចាប់ផ្ដើមអុជធូបដុតទៀនរួចដាក់ពងមាន់នៅលើចានមួយរួចចាប់ផ្ដើមនិយាយឡើងថារោគនេះបានធ្វើអ្វីខុសឬមានឆ្គាំងឆ្គងត្រង់ណាសូមប្រាប់មក
កុំធ្វើបាបគ្នាមិនដឹងអីទេហើយចុះអ្នកដែលចូលរោគនេះជានរណាជាខ្មោចមកពីខាងណាបើខ្មោចអារុកអារៈខាងឪពុកសូមឲ្យពងមាន់ចាប់ទៅវិញមកពីខាងណាបើមិនមែនជាខាងឪពុកទេសូមបូលទៅរកខាងម្ដាយវិញបើពិតជាខ្មោចដូនតាខាងម្ដាយខឹងសម្បានឹងកូនចៅមែនសូមឲ្យពងមាន់ឈរស្គប់ទៅភ្លាមនោះពងមាន់ដែលបូលបានឈរត្រង់ស្ងៀមនៅលើចាននោះដោយមិនមានរលំទេគ្រប់គ្នាក៏លាន់មាត់ឡើងថាឥឡូវឃើញហើយថាពិតជាដូនតាខាងម្ដាយធ្វើមែនឥឡូវនេះកូនចៅបានដឹងហើយសូមប្រាប់កូនចៅមកណាតើដូនតាខឹងសម្បានឹងនរណាយាយសយក៏ចាប់និយាយរៀបរាប់កូនចៅរបស់គាត់ព្រមទាំងម្ចាស់រូបដោយដាក់ពងមាន់មួយទៀតដើម្បីឲ្យបូររោគតែមិនឃើញមានជាប់ទេតើតែដល់ឈ្មោះសុភាទើបពងមាន់ចាប់ស្កប់ត្រង់ស្ងៀមយាយសយក៏តាំងឧទានឡើងថាឃើញហើយដូនតាខឹងអាចៅសុភាមែនព្រោះប្រហែលជាអាចៅមានប៉ះពាល់ដោយប្រការណាមួយហើយសុភាចង់តមាត់ដែរតែត្រូវយាយសយខ្សឹបប្រាប់ថានៅឲ្យស្ងៀមហើយចាំថាតាមគាត់បើចង់ជួយម្ដាយហេតុតែចង់ជួយម្ដាយសុភាពសុខចិត្តនៅស្ងៀមទទួលយកអ្វីដែលគេមិនជឿតតែសោះណាស់ហើយឥឡូវបើកូនចៅដឹងកំហុសហើយម្យ៉ាងកូនចៅនៅក្មេងពុំទាន់ដឹងរាក់ជ្រៅទេសូមដូនតាកុំប្រកែប្រកាន់កូនចៅអីឲ្យតែឈប់ខឹងកូនចៅនឹងរៀបចំសែនថ្វាយមានបង្អែមចំអាបនំនែកមាន់ស្ងោរនិងបាយសម្លឲ្យយាយសយនិយាយហើយគាត់ក៏ឲ្យសុភាពនិយាយតាមគាត់កូនចៅពិតជាខុសហើយកូនចៅពិតជាមិនបានដឹងថាដូនតាប្រកាន់ទេឲ្យតែបាត់ខឹងនឹងព្រមចេញពីរោគម្ដាយចៅនឹងសែនគ្រឿងថ្វាយដែលបានប្រាប់ខាងលើមានបង្អែមចំអាបនំនែកមាន់ស្ងោរកំភៃកូនចៅនឹងសន្យាក្រោយពីនិយាយរួចពងមាន់នៅមិនទាន់ដួលទេមានន័យថាដូនតាមិនទាន់បាត់ខឹងនោះទេយាយសយនិងអ្នកភូមិក៏នាំគ្នាជួយនិយាយម្នាក់មួយម៉ាត់រួចក៏ផ្លុំទៀនពន្លត់ឯពងមាន់ក៏ដួលដោយខ្លួនឯងដែរក្រោយពីមួយស្របក់ក្រោយមកអ្នកមីងខៃក៏បានដឹងខ្លួនឡើងមកវិញគ្រប់គ្នាក៏និយាយប្រាប់ពីលទ្ធផលដែលបានបូលពងមាន់គាត់ក៏សួរទៅសុភិតថាតើកូនឯងបាននិយាយអីប៉ះពាល់ឬប្រមាថមែនទេបានជាដូនតាខឹងឯសុភាពក៏តបថាខ្ញុំមិនបាននិយាយអីផងតែតាមពិតសុភាពគ្រាន់តែនិយាយកុហកតែប៉ុណ្ណោះដោយគេមិនជឿរឿងទាំងនេះទេតែមិនចង់វែងឆ្ងាយកុំឲ្យម្ដាយសួរនាំច្រើនពេកក្រោយពីហេតុការណ៍នេះបានបញ្ចប់ដោយរលូនដោយគ្រួសាររបស់សុភាពបានរៀបចំសំណែនដោយដែលបានសន្យាបានតែ2ថ្ងៃប៉ុណ្ណោះស្រាប់តែសុភាពបែរជាមានអាការៈប្លែកៗដោយសុភាពធ្លាប់ជាមនុស្សរស់រាយរាក់ទាក់បែរជាមានចិត្តជាមាឃើញចាស់ទុំមិនគោរពហើយថែមទាំងជេរប្រមាថចាស់ពេញទាំងភូមិមិនថាចាស់ឬក្មេងមិនថាសូម្បីតែឪពុកខ្លួនឯងឃើញដូច្នេះម្ដាយសុភាពយល់ថាសុភាពប្រហែលជាមានបញ្ហាអ្វីហើយគាត់ក៏រត់រះទៅរកយាយសយដើម្បីជួយកូនគូមើលក្រោយដឹងថានាយសុភាពមានវិញ្ញាណសន្ធិដ្ឋវិញ្ញាណនោះគឺជាវិញ្ញាណព្រាយតៃហោងដែលរស់នៅនឹងដើមអំពិលមួយដើមនៅចុងភូមិដោយដឹងពីរឿងរ៉ាវគ្រប់សពហើយមីងខៃបានហៅក្មេងៗពេញកម្លាំងមកជួយចាប់សុភាពដើម្បីរៀបចំពិធីបណ្ដេញព្រាយនោះចេញទុំរំចាប់សុភាពបានអ្នកខ្លះក៏ត្រូវសុភាពដាល់បែកមុខមាត់អ្នកខ្លះខឹងពេកក៏ដាល់សុភាពវិញប៉ោងក្របភ្នែកគុំតែបានមីងខៃខាត់តន់ទេគុំអីប្រហែលជាសុភាពបែកមុខមាត់ខ្ទេចខ្ទីអស់ហើយក្រោយពីចាប់បានសុភាពគ្រប់គ្នាក៏ចាប់ចងដៃចងជើងរបស់នាយរួចយាយសយក៏យកអំបោះរុំព័ទ្ធម្រាមមេជើងទាំងសងខាងរួចសូត្រផ្លុំ
រួចក៏សូត្រសេកអាគមបាច់អង្គរសុភាពក៏ស្រែកទាំងក្តៅក្រហល់ក្រហាយពេញទាំងខ្លួនភ្លាមនោះរូបរាងកាយរបស់នាយសុភាពក៏ប្រែក្លាយទៅជាខ្មៅរងិលដោយគេលាបធ្យូងយាយសយក៏បន្តស្រែកបើឈឺចាប់ខ្លាំងណាស់ឆាប់ចេញឲ្យឆាប់ទៅបើមិនចេញអញក៏មិនទុកនាងឯងដែរយាយសយក៏បន្តបាច់អង្គរទៅទៀតឯរាងកាយរបស់សុភាពក៏ស្រែកខ្លាំងឡើងអស់វេលាជាង1ម៉ោងទីបំផុតវិញ្ញាណនោះក៏ចេញពីរាងកាយសុភាពពេលនោះរាងកាយរបស់នាយសុភាពប្រែក្លាយទៅជារាងកាយធម្មតាវិញបន្តិចម្ដងរហូតដល់នាយបានដឹងខ្លួនក៏ងាកមើលជុំវិញខ្លួនឃើញអ្នកភូមិនៅអ៊ូអរឈូឆរក៏សួរទាំងឆ្ងល់ថាតើខ្ញុំកើតអីមែនបានជាចងដៃចងជើងខ្ញុំអញ្ចឹងហើយបានបន្តិចសុភាពក៏ចាប់ផ្ដើមឈឺភ្នែកដែលត្រូវគេវាយក្រោយពីបានដឹងខ្លួនមកវិញម្ដាយក៏នាំកូនទៅបាយទឹករួចសម្រាកក្រោយមកក៏រៀបរាប់ហេតុការណ៍តាមដំណើររឿងពេលនោះទើបសុភាពជឿជាក់ទៅលើរឿងវិញ្ញាណសន្ធិដ្ឋព្រោះគេពិតជាមិនបានដឹងខ្លួនគេថាបានជេរប្រមាថដល់ចាស់ទុំអញ្ចឹងសោះក្រោយពីបានស្រួលខ្លួនបន្តិចហើយសុភាពក៏ដើរសុំទោសចាស់ដែលបានជេរទាំងអស់ដើម្បីសុំខមាទោសនៅអ្វីដែលគេពុំបានដឹងក្រោយពីហេតុការណ៍នេះកើតឡើងរួចយាយសយក៏បានធ្វើខ្សែកថាដើម្បីឲ្យសុភាពពាក់ហើយក៏លែងមានហេតុការណ៍អ្វីកើតឡើងសុភាពរស់នៅបានសុខសប្បាយរហូតមកដល់សព្វថ្ងៃនេះ